វាសួរពុកម៉ែបងប្អូនអរគ្នានៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះគឺខ្ញុំបាទមានចំណេះដឹងខ្លីមួយទៀតហើយពាក់ព័ន្ធជាមួយនឹងការអាប់ដេតកម្មវិធីផ្សេងៗចេញពី Play Store មានន័យថាបើសិនជាពុកម៉ែបងប្អូនអត់ធ្វើការអាប់ដេតទេទូរស័ព្ទរបស់យើងវាដើររៀងតាក់ហើយនឹងកម្មវិធីគឺវាតែអាប់ដេតរាល់ខែរាល់ឆ្នាំអញ្ចឹងយើងអត់ដឹងថាវាអាប់ដេតបែបម៉េចទេអញ្ចឹងបើសិនជាមិត្តភ័ក្តិបងប្អូនទាំងអស់ដែលគាត់និយមប្រើកម្មវិធីផ្សេងៗណាហើយគាត់ដឹងពីវិធីអាប់ដេតពេលដែលចុចអាប់ដេតគឺអឺពេលដែលចុចលេងទៅវាតែងតែទាមទារឲ្យយើងអាប់ដេតបាទកាលណាយើងអត់អាប់ដេតវាធ្វើឲ្យទូរស័ព្ទរបស់យើងដើរអត់ទាន់គេទេបាទបងប្អូនបាទអញ្ចឹងកម្មវិធីគឺដើរក្រោយគេអញ្ចឹងកាលណាដែលគេអាប់ដេតហើយយើងអត់ទាន់បានអាប់ដេតធ្វើឲ្យទូរស័ព្ទរបស់យើងគឺអត់ smooth ហើយក៏កម្មវិធីគឺដើរអត់ទាន់គេទេគេដល់ណាដល់ណីឲ្យយើងអឺអត់បានអាប់ដេតអញ្ចឹងណាវាទៅមុខទេបាទបងប្អូនហើយគេផ្លាស់ប្ដូរមុខងារជាច្រើនតែយើងអត់បានផ្លាស់ប្ដូរទេនៅប្រើអឺកម្មវិធីចាស់ដដែលអញ្ចឹងបើសិនជាពុកម៉ែអាប់ដេតទៅធ្វើឲ្យទូរស័ព្ទរបស់យើងដើរលឿនហើយកម្មវិធីរបស់យើងដើរដល់ទឹមគេដែរអញ្ចឹងកុំឲ្យខាតពេលយូរចូលទៅអាប់ដេតទាំងអស់គ្នាបាទជាដំបូងពុកម៉ែបងប្អូនធ្វើការអ្នកដែលប្រើ Android បាទអញ្ចឹងពុកម៉ែបងប្អូនគឺធ្វើការនេះកន្លែង Play Store នេះណាកន្លែង Play Store ដែលយើងភាគច្រើនគឺយើង down កម្មវិធីអីផ្សេងៗគឺនៅក្នុងហើយការអាប់ដេតក៏នៅក្នុងដែរអញ្ចឹងពុកម៉ែបងប្អូនធ្វើការអាប់ដេតទាំងអស់គ្នាបាទចូលទៅក្នុង Play Store មកបន្តមកទៀតពុកម៉ែបងប្អូនកន្លែងនេះពុកម៉ែបងប្អូនចុចទៅលើ profile របស់យើងបាទកន្លែង profile របស់យើងកណ្ដឹងបាទចិត្តរូបកណ្ដឹងហ្នឹងបាទចុចលើរូបយើងមកបាទចុចលើហ្នឹងមួយបាទបន្តមកទៀតពុកម៉ែបងប្អូនធ្វើការអូសទៅខាងក្រោមបន្តមកទៀតនេះពុកម៉ែបងប្អូនយកកន្លែងគ្រប់គ្រងកម្មវិធីនិងឧបករណ៍អញ្ចឹងពុកម៉ែបងប្អូនចុចលើហ្នឹងមកបាទបន្តមកទៀតកន្លែងនេះយើងអត់ដឹងថាគេអាប់ដេតអីមិនទេអញ្ចឹងគេដាក់អក្សរថាអក្សរពណ៌ខៀវនេះតម្លើងកំណែទាំងអស់អញ្ចឹងយើងចង់ដឹងថាកំណែដែលគេឲ្យតម្លើងហ្នឹងវាមានប្រមាណកំណែអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចកន្លែងនេះចុចសញ្ញាមើលព័ត៌មានហ្នឹងអញ្ចឹងថ្ងៃនេះគឺកំណែរបស់ខ្ញុំគឺវាលោតបាន6កំណែណាអញ្ចឹងវាលោតជារៀងរាល់អាទិត្យនិងជារៀងរាល់ខែតែយើងភ្លេចអាប់ដេតវានឹងតម្លើងកំណែយើងប្រើគឺខុសគោលការណ៍របស់កម្មវិធីហ្នឹងទៅណាអញ្ចឹងពុកម៉ែបងប្អូនធ្វើការដំឡើងកំណែទាំងអស់គ្នាមកបាទអញ្ចឹងយើងធ្វើការចុចកន្លែងនេះមកយើងដំឡើងម្ដងមួយក៏បានឬក៏ដំឡើងទាំងអស់ក៏បានអញ្ចឹងយើងចុចកន្លែងដំឡើងទាំងអស់ហ្មងពីលើបាទអញ្ចឹងវានឹងវល់ហើយកាលណាដែលវាពេញគឺវានឹង load tick មកបាទអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូម tick Free Fire ចោលមួយដោយសារខ្ញុំអត់ដែរលេងទេអញ្ចឹងធ្វើការលុបចោលវិញបាទដំឡើងតែកម្មវិធីណាដែលយើងប្រើចាំបាច់ទេបាទបងប្អូនបាទចាំតិចបាទបងប្អូនវាពេញទៅហើយវារៀងយូរដោយសារមេខ្លះវាធំអញ្ចឹងណាបងប្អូនខ្លះធំដល់ពេលអញ្ចឹងធ្វើការអាប់ដេតយូរបាទជិតពេញអស់ហើយបាទហើយគួរបញ្ជាក់ផងដែរពុកម៉ែបងប្អូនបើសិនជាយើងប្រើទូរស័ព្ទយើងអត់អាសាអាប់ដេតវាទេអត់អាសាចូលមើលកន្លែង Play Store ទេកម្មវិធីវានឹងអាប់ដេតរាល់អាទិត្យរាល់ខែបាទបងប្អូនអញ្ចឹងយើងធ្វើការអាប់ដេតឲ្យត្រូវគោលការណ៍របស់កម្មវិធីបាទចាំតិចបាទពុកម៉ែបងប្អូនមកវាអាប់ដេតយូរកន្លែងអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនអាសាអាប់ដេតកម្មវិធីរបស់យើងវាកាន់តែតិចទៅអញ្ចឹងយើងស្រួលអាប់ដេតទេកុំឲ្យយើងខាតអាប់ដេតយូរហើយកម្មវិធីក្នុងទូរស័ព្ទច្រើនណាស់បើសិនជាយើងអត់អាប់ដេតវាទេវាពេលអាប់ដេតម្ដងគឺវាយូរបាទបងប្អូន
ចឹងកន្លែងហ្នឹងគេយើងយូរដែរដោយសារមេធំណា 2.9 GB 38 GB 10 GB ច្រើនធំនេះគឺជាអឺកម្មវិធីដែលយើងចាំបាច់ប្រើជាប្រចាំថ្ងៃបើសិនជាយើងអាប់ដេតហើយវានឹងលោតចេញពីអេក្រង់របស់បងប្អូនមិញវាលោតទៅអស់ពីហើយ Facebook នឹងឆាតអញ្ចឹងយើងចាំតិចទៀតទៅបើសិនជាពុកម៉ែបងប្អូនធ្វើការដំឡើងវាអញ្ចឹងបើសិនជាច្រើនអញ្ចឹងពុកម៉ែបងប្អូនដំឡើងវាចោលទៅបាទទៅកន្លែង Wi-Fi ឬក៏ទៅកន្លែងមានសេវាខ្លាំងលេង Wi-Fi អញ្ចឹងណាសម្រាប់ខ្ញុំបើកអ៊ីនធឺណិតហើយបើថាយើងចាំមើលវាអញ្ចឹងវាយូរតែបើសិនជាយើងមានពេលយប់ឡើងយើងសម្រាប់យើងចាប់ផ្ដើមដោនវាចោលទៅបាទព្រឹកឡើងពេញអស់ហ្មងអញ្ចឹងគឺវាងាយស្រួលយើងកុំភ្លេចអាប់ដេតទាំងអស់គ្នាបាទបាទអញ្ចឹងពុកម៉ែបងប្អូនFree Fire ខ្ញុំអត់អាប់ដេតទេអញ្ចឹងកម្មវិធីមិញហ្នឹងគឺយើងអាប់ដេតអស់ហើយអញ្ចឹងទូរស័ព្ទយើងដំណើរការជាងមុនណាបាទអញ្ចឹងបាទពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទបើសិនជាពុកម៉ែបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងនិង Like ម្នាក់មួយ Share ម្នាក់មួយបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមគោរពលា